បាទជម្រាបសួរជួបមួយខ្ញុំសិតអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីការតឡើងនៅហ្គេមស៊េរីចាស់ឬក៏យើងហៅហ្គេមដាក់កាក់ហ្គេមទូជំនាន់មុនបាទអញ្ចឹងវាមានជាស៊េរីហ្គេមច្រើនទៅតាមហ្នឹងវាមានច្រើនដែរអញ្ចឹងក្នុងការតឡើងនៅហ្គេម retro នេះខ្ញុំនឹងលើកពី app ចំនួន2យកមកបង្ហាញបាទអញ្ចឹងទី1ខ្ញុំបង្ហាញពី retro game retro art ដែលយើង install នៅលើ computer ហ្នឹងបាទ retro art គឺដើរតួដូចជា console សម្រាប់ run នៅ game series ចាស់អស់ហ្នឹងបាទទី2គឺ DS ESDE នេះគឺជា front end មានថាវាជាដើរជា interface ទេបាទវាដើរជា interface ដើម្បីយើងងាយស្រួលការ select យកអញ្ចឹងសម្រាប់ចំណុចចុងក្រោយហ្នឹងគឺយើងត្រូវ download នៅ ROM game យកមកដាក់ដែល ROM game ហ្នឹងជាប្រភេទ file ផ្សេងគ្នាបាទទៅតាម console ផ្សេងដូចជា MA ដូចជា ME series វាជាប្រភេទអាចថាវាជា file extension វាជា zip file ស្រាប់បាទឬក៏ file អីផ្សេងគឺវាមានextension ទៅតាមនឹងដូចគ្នាបាទអញ្ចឹងយើងធ្វើការ download ទៅតាមនឹងតាម paste ទៅតាម console ដែលយើងយកមកលេងដំណើរការបាទអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញពីការតឡើងអញ្ចឹងខ្ញុំនឹងនិយាយពីការតឡើងពី retro art ទាំងមុនបាទអញ្ចឹងខ្ញុំបានតឡើងនៅកម្មវិធីនេះបាទជាកម្មវិធី retro art នេះអូខេអញ្ចឹងយើងបើកចូលដំបូងទៅវាមានជា main menu setting អីមួយចំនួនដែលយើងអាចធ្វើការកំណត់បានកំណត់ជាresolution ឬក៏កម្លាំងម៉ាស៊ីនអីទៅតាមហ្នឹងបាទទៅតាមអ្វីយើងចង់បានជាទូទៅការលេង retro game series ចាស់ដាក់កាក់អីអស់ហ្នឹងវាមិនជាតម្រូវការម៉ាស៊ីនខ្លាំងទេបាទអាចមុំគឺយើងអាចធ្វើការលេងបានបាទអញ្ចឹងជាទូទៅគេអាចនឹងរ៉ានលេងនៅក្នុងនេះស្រាប់តែម្ដងប៉ុន្តែខ្ញុំអត់ធ្វើការរ៉ានខ្ញុំរ៉ាន game នឹងដដែលប៉ុន្តែខ្ញុំអត់ interface ខ្ញុំនឹងប្រើកម្មវិធីមួយទៀតដើម្បីជា interface បាទអញ្ចឹងអូខេអញ្ចឹងពេលយើងបើកចូលមកដល់អ្វីយើងត្រូវធ្វើមុនគេគឺយើងត្រូវធ្វើការ update ដូចគ្នាដែរយើងធ្វើការ update នៅasset update core info បាទអញ្ចឹងយើងធ្វើការ download វាមកឲ្យវាធ្វើការ generate ធ្វើការ update ទាំងអស់ហ្នឹងហើយអស់សូមយើងធ្វើការងារបន្តទៀតបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការ update នៅ score យើងហើយមាន update core info update asset control profile chart database overlay shader អីហើយការងារបន្តទៀតគឺយើងចាប់ដើមធ្វើការ download នៅ core download បាទអញ្ចឹងដែល core download ហ្នឹងគឺវាមានជាស៊េរីច្រើននៅក្នុងហ្នឹងបាទវាជាស៊េរី game ច្រើនបាទវាមាន arcade វាមាន Nintendo វាមាន Atari វាមានអីច្រើនបាទអញ្ចឹងនៅក្នុងការតឡើងនេះខ្ញុំនឹងលើកពី console មួយគឺ ME បាទជាទម្រង់បែបនេះ ME បាទវាជា game ជាមួយហៅ game 2បាទអញ្ចឹងខ្ញុំធ្វើការ download core របស់វាបាទអញ្ចឹងដោយសារនៅក្នុង ME arcade ហ្នឹងវាមាន version ច្រើនបាទអញ្ចឹងខ្ញុំនឹងធ្វើការ download នៅ version វាមកទាំងអស់វាមាន2000 2003 2003 plus 2010ហើយនឹងស៊េរីមួយទៀតដែរគឺស៊េរីខ្ពស់របស់វាបាទអញ្ចឹងជាទូទៅយើង download version ហ្នឹង ROM game របស់វាក៏វា support ទៅតាម version ហ្នឹងដូចគ្នាដែរជាទូទៅយើងតឡើងលេងតាមរយៈកម្មវិធី retro art នេះគឺទី1គឺ game series ដែលចាស់មែនតើគឺវាអាចធ្វើការ support បានបាទ support បានច្រើនបាទដូច game ដូចជា series
u không series ấy cứ ai vô một lên bànទាំងអស់បាទចឹងបន្ទាប់ពីខ្ញុំធ្វើការចូល RetroArch install update install core អីរួចរាល់អស់ហើយអញ្ចឹងបន្តទៀតខ្ញុំចាប់ដើមធ្វើការcheck ទៅលើកម្មវិធី ESDE វិញម្ដងបាទអញ្ចឹង ESDE ជាទូទៅ ESDE នេះគឺវាអត់សូវ support ជាមួយនឹង keyboard យើងបានទេបាទអញ្ចឹងពេលយើងដំណើរការហ្នឹងគឺយើងត្រូវតែមានជា controller មួយទៅជា USB ក៏បានឬក៏ wireless ក៏បានដែរអញ្ចឹងខ្ញុំធ្វើការ connect ជា controller របស់ខ្ញុំមួយដែរ USB អញ្ចឹងបើយើង connect ទៅយើងអាចធ្វើការចុចជ្រើសរើសស្រួលនៅក្នុងនឹងបានពីយើងចង់ select menu select អីគឺយើងអាចធ្វើការចុចទៅលើនឹងបានដូចគ្នាអូខេអញ្ចឹងខ្ញុំធ្វើការដំបូងគេគឺយើងត្រូវធ្វើការ map នៅ browser ទៅ create នៅ directory របស់យើងអូខេអញ្ចឹងខ្ញុំធ្វើការ change បាទអញ្ចឹងដោយសារតែវាជាទម្រង់បែបហ្នឹងរៀងពិបាកអញ្ចឹងខ្ញុំសូមធ្វើការចេញបន្តិចសិនតទៅទៀតខ្ញុំនឹងទៅធ្វើការបង្កើតនៅROM game មួយនៅក្នុងជា folder ក្នុង drive C តែម្ដងបាទជាងបង្កើតក្នុង drive ណាក៏បានដែរឧទាហរណ៍ថាឥឡូវខ្ញុំដាក់ជាretro game okay retro game ខ្ញុំដាក់ឈ្មោះស្រួលនេះចុះបាទ old game អូខេអញ្ចឹងខ្ញុំសូមធ្វើការបើកម្ដងទៀត sorry ខ្ញុំសូមធ្វើការបើក ESDE front end សិនអូខេអញ្ចឹងខ្ញុំនឹងធ្វើការ change ដោយសារបាញ់ខ្ញុំធ្វើការបង្កើតនៅdirectory ផ្សេងអូខេអញ្ចឹងខ្ញុំសូមធ្វើការលុបចេញបាទអញ្ចឹងមិញខ្ញុំដាក់នៅក្នុងold game បាទ folder ក្នុង drive C បញ្ជាក់ក្នុងការបង្កើតបែបនេះគឺយើងធ្វើការបង្កើតនៅ game file របស់វាដើម្បីយើងធ្វើការ store រក្សាទុកនៅក្នុងហ្នឹងបាទអញ្ចឹងយើងមិនមែនរក្សាតែ ME មួយទេយើងអាចរក្សាបានច្រើនជា series game ទៅក្នុងហ្នឹងដូចគ្នាអញ្ចឹងដំបូងឡើយយើងត្រូវបង្កើតនៅយើងត្រូវ map នៅ folder ដើម្បីឲ្យវាធ្វើការ copy create នៅ file system ចូលបាទ MES អូខេអញ្ចឹងខ្ញុំឲ្យវាប្រើទៅរក folder ដែលខ្ញុំបង្កើតមិញ old game និង drive C អូខេតទៅទៀតយើងធ្វើការ create អូខេយើងធ្វើការ process បាទអញ្ចឹងយើងបានធ្វើការបង្កើតនៅ game យើងរួចរាល់ហើយបាទអញ្ចឹងខ្ញុំធ្វើការចេញបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការ generate create file system រួចហើយអញ្ចឹងបន្តទៀតយើងចាប់ដើមធ្វើការ copy នៅ disk game យើងចូលបាទអញ្ចឹងយើងចូលទៅកាន់ folder ដែលបានបង្កើតមិញនេះគឺវានឹង generate ជា folder បែបនេះដើម្បីយើងធ្វើការ copy នៅ ROM game យើងចូលទៅតាម version ទៅតាម series console របស់យើងបាទវាមាន PSP វាមានអីចឹងទៅបាទអូខេអញ្ចឹងបាញ់មិញខ្ញុំធ្វើការ download នៅ ROM game សម្រាប់តែ ME ទេបាទអញ្ចឹងខ្ញុំសូមធ្វើការ copy វាចូល ME នេះបាទអញ្ចឹងយើងអាចមើលទៅលើ system info របស់វាហើយនេះបាទអញ្ចឹងនេះជា info របស់វា system multiple arcade machine emulator ហើយនេះវាជា file support បាទមាន dot បាន dot
cmd.gam neo ឬក៏ zip អីចឹងទៅបាទអូខេបាទអញ្ចឹងបន្តទៀតខ្ញុំនឹងបង្ហាញពីការ copy នៅ game ហើយយើងធ្វើការ apply ឲ្យត្រូវតាម version ព្រោះដោយសារតែនៅក្នុង MAME ហ្នឹងវាមាន version របស់វាបាទវាមាន3 version មាន2003 plus 2010ហើយនឹង MAME Arcade អូខេអញ្ចឹងអានេះជា version 2003 plus អញ្ចឹងយើងធ្វើការកំណត់នៅemulator console ឲ្យ run ឲ្យត្រូវអូខេអញ្ចឹងខ្ញុំចុចទៅលើពាក្យខ្ញុំចុចទៅលើពាក្យថា option អូខេអញ្ចឹងបន្តមកទៀតយើងត្រូវដាក់មួយកំណត់មួយបាទអញ្ចឹងខ្ញុំធ្វើការ edit ទៅលើ game metadata នេះអូខេអញ្ចឹងខ្ញុំធ្វើការ scroll មកក្រោមយកកន្លែងចំណុច alternative emulator អញ្ចឹងខ្ញុំយក2003 plus អូខេអញ្ចឹងខ្ញុំធ្វើការ save apply បាទអញ្ចឹងខ្ញុំធ្វើមួយទៀតការធ្វើនេះគឺយើងត្រូវចំណាំវាដែរបាទដើម្បីកុំឲ្យធ្វើខុសកន្លែងណាមួយព្រោះបើសិនបើយើងដាក់កន្លែងនឹងខុសវានឹងអត់អាច run ទៅចូលក្នុង game នឹងបានអូខេ2003បាទខ្ញុំធ្វើការ save អូខេអញ្ចឹងបន្តមកទៀតខ្ញុំសូមធ្វើការ copy version មួយទៀតមកដាក់តេស្តអញ្ចឹងខ្ញុំយក version 2010ខ្ញុំធ្វើការបិទ ESDE សិនអូខេខ្ញុំធ្វើការ run ចូលម្ដងទៀតអូខេអញ្ចឹងយើងបាន4 game ហើយប៉ុន្តែ game មិញដែលយើងធ្វើមិញហ្នឹង game ណាដែលយើងធ្វើហើយយើងបានធ្វើការ script ឲ្យវាមានរូបភាពមកដើម្បីយើងងាយស្រួលចំណាំអញ្ចឹងបាញ់មិញខ្ញុំធ្វើការ copy នៅ version 2010បាទខ្ញុំ copy version 2010អូខេអញ្ចឹងខ្ញុំធ្វើការកំណត់នៅ emulator សម្រាប់វាតែម្ដងមួយហើយអូខេខ្ញុំយក alternative ហើយយក2010ហើយយើង save apply បន្តមកទៀតគេមួយនេះយើងយក2010ដែរហើយយើងធ្វើការ save ហើយ apply អូខេអញ្ចឹងខ្ញុំសូមធ្វើការ scrap វាមួយសម្រាប់ដូច PS2 ឬក៏ PSP ឬក៏ PS3 អីយើងអត់ចាំបាច់អង្គុយធ្វើនឹងច្រើនដងទេព្រោះវាអត់មាន version អីខុសគ្នាច្រើនទេបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការហើយយើងបាន2 version ចូលអូខេអញ្ចឹងខ្ញុំសូមធ្វើការ copy version ចុងក្រោយមួយទៀត version ចុងក្រោយគឺ version arcadeអូខេខ្ញុំសូមធ្វើការបើក ESDE ម្ដងទៀតអញ្ចឹងយើងបាន6 game អញ្ចឹង game ណាដែលអត់មាន screenshot បែបនេះវាជា version ដែលយើង copy មកមិញអញ្ចឹងខ្ញុំសូមធ្វើការកំណត់វាទីអូខេវាជា current ហើយ
ខ្ញុំសូមធ្វើការលុប description វាចោលព្រោះវា download រូបភាពមកឲ្យបានដោយសារវាមានឈ្មោះវែងពេកអូខេម្ដងទៀតដោយសារវាជាប់អក្សរ N បាទនេះគឺវាឲ្យ version យើងជ្រើសរើស version មួយណាអូខេខ្ញុំធ្វើការ save apply version នេះមួយទៀតខ្ញុំសូមធ្វើការ edit ជា y អូខេហើយខ្ញុំធ្វើការ skip នៅរូបភាពយើងមកដាក់ជាទូទៅវានៅវារត់ឃើញដោយសារយើងកំណត់ឈ្មោះហ្នឹងវាវែងពេកជា copy មកវាដាក់ឈ្មោះមកវាត្រូវអញ្ចឹងវារត់ឃើញអូខេខ្ញុំដាក់ប៉ុណ្្នឹងសិនហើយខ្ញុំធ្វើការ visual ម្ដងទៀតបាទអញ្ចឹងយើងមើលទៅតើរូបភាពណាត្រូវមួយ game ហ្នឹងបាទខ្ញុំយករកមួយនេះបាទអញ្ចឹងខ្ញុំធ្វើការកំណត់ game ហើយអស់ហើយអញ្ចឹងបើសិនបើយើងមាន game អីផ្សេងៗទៀតគឺយើង process ធ្វើតាមដំណើរការបែបហ្នឹងទៅដើម្បីងាយស្រួលបាទព្រោះជាទូទៅ game វាមាន version តាមរបស់វាដែរបាទបើយើងយកអា2003 plus ទៅដាក់2010វាអត់ត្រូវគ្នាទេអញ្ចឹងយើងក៏អាចធ្វើការបដូរនៅ style របស់វាមួយចំនួនដែរបាទអូខេយើងអាចខ្ញុំចុច start អូខេដំបូងនេះខ្ញុំនឹងបង្ហាញពីការតឡើង sim អូខេខ្ញុំធ្វើការ download sim សិនបាទនេះគឺជាក្នុង sim downloadចឹងយើងសូមយើងធ្វើការរងចាំវាបន្តិចពេលវា download នៅ sim list ចឹងការតឡើងនៅ front end ESDE ហ្នឹងវារៀងស្មុគស្មាញបន្តិចអូខេវារៀងតាមដំណាក់កាលចឹងយើងតតែយើងតាមដានមើលឲ្យបានចប់មួយទៅមួយយើងងាយស្រួលបាទមាន sim ច្រើននៅក្នុងហ្នឹងយើងអាចមើលជា screenshot បានយើងចង់បានជា style បែបណាអូខេខ្ញុំយកជា style មិញចុះខ្ញុំសូមធ្វើការ download នៅ sim នឹងមួយចឹងបន្ទាប់ពីយើង download sim ហើយយើង apply ហើយវានឹងចេញជា style បែបនេះបាទទៅតាមយើងចង់បានយើងអាចទាញ sim បានច្រើនទៀតបាទអញ្ចឹងពេលយើងទាញមកទៅនៅក្នុងនេះវាអត់តមានជា interface ណាមួយឲ្យយើង select ស្រួលទេអូខេអញ្ចឹងយើងឃើញតែឈ្មោះយើងដឹងថាវាជាទម្រង់បែបណាអញ្ចឹងបន្ទាប់ទៀតខ្ញុំបង្ហាញពីការ apply នៅរូបភាពdescription ឈ្មោះនៅលើ game យើងទាំងមួយហ្នឹងអូខេអញ្ចឹងខ្ញុំធ្វើការ start ម្ដងទៀតខ្ញុំយកពាក្យ escaperអូខេខ្ញុំ select វាជា from ខ្ញុំយកជា the game SDB ចុះហើយអូខេខ្ញុំយកជា all game system ខ្ញុំយកជាអូខេខ្ញុំយកជា multiple ចេះបាទ web ហើយ
setting អត់ទេ content បាទ game name អានេះយើងអាចជ្រើសរើសជាយើងចង់បានទម្រង់បែបណាយើងចង់បានជា meta data screenshot image title box cover យើងអាចធ្វើទៅតាមនឹងបានអូខេខ្ញុំអត់ធ្វើតទៀតទេ image គេនេះគឺជាកម្រិតរូបភាពដែលយើងចង់បានអញ្ចឹង resolution ខ្ញុំយកត្រឹមអូខេខ្ញុំយកប៉ុណ្្នឹងចុះ box size យកឲ្យវាធំចុះវាស្រួលមើលអូខេខ្ញុំបែបវិញ order setting អូខេខ្ញុំសូម check មើល setting តិចអូខេអញ្ចឹងខ្ញុំសូមធ្វើការ start ដើម្បីវាទីរូបភាពរបស់ទាំងអស់អូខេអញ្ចឹងវាកំពុងតែធ្វើការ work ទៅលើហ្នឹងអូខេអញ្ចឹងវានឹងទាញជា icon វាទាញជា screenshot ឲ្យយើងបាទអូខេអញ្ចឹងយើងអាចចុចកាប់បែបបាទអញ្ចឹងពេលយើងទាញមកគឺវានឹងលោតចេញជាទម្រង់បែបហ្នឹងឲ្យយើងងាយស្រួលមើលថាវាជា game បែបណាអូខេអញ្ចឹងសម្រាប់ game ផ្សេងទៀតបើមាន PS2 ឬក៏អីយើងអាចធ្វើការ copy ដូចគ្នាដែរអញ្ចឹងវានឹងធ្វើការបង្ហាញនៅ menu ស្អាតជាងនឹងបាទព្រោះបើសិនបើយើងប្រើជា front end បែបនេះវាមានទម្រង់ស្អាតហើយងាយស្រួលក្នុងការយើង select ជ្រើសរើសបាទវាមានជា sim design ផ្សេងងាយស្រួលបាទអញ្ចឹងសម្រាប់ game បង្ហាញពីការតម្លើង game សេរីចាស់ game ដាក់កាក់ MAME នេះខ្ញុំបញ្ចប់ត្រឹមប៉ុណ្្នឹងបាទសូមអរគុណ